នេះគឺជាវីដេអូសម្រាប់ធ្វើការរៀបចំក៏ដូចជាប្រើប្រាស់សម្រាប់អាជីវកម្មហាងសាឡននេះគឺជាផ្ទាំងសម្រាប់ធ្វើការ login ចូលទៅក្នុង system អញ្ចឹងយើងធ្វើការ login ចូលទៅក្នុង system ទាំងអស់គ្នានេះគឺជា username ក៏ដូចជា password សម្រាប់ធ្វើការ login ចូលទៅក្នុង system របស់យើងអូខេអញ្ចឹងខ្ញុំសូម login ចូលទៅក្នុង system តែម្ដងអញ្ចឹងអ្វីដែលយើងបានឃើញមុនគេតាក់ទងជាមួយនឹង dashboard គឺជាផ្ទាំងដែលបង្ហាញតាក់ទងជាមួយនឹងព័ត៌មានសង្ខេបមួយចំនួនដូចជា total នៅក្នុងការលក់total នៃ customer របស់យើង total នៃ service ឬក៏ product របស់យើងដែលមាននៅក្នុងហាងរបស់យើងអញ្ចឹងដើម្បីធ្វើការអាចប្រើប្រាស់ចេញ invoice ធ្វើការ receive stock ឬក៏ឲ្យ commission ទៅកាន់ជាងរបស់យើងអញ្ចឹងជាដំបូងយើងត្រូវធ្វើមិនខ្លះអញ្ចឹងខ្ញុំនឹងប្រាប់នៅក្នុងវីដេអូនេះអញ្ចឹងដើម្បីធ្វើការរៀបចំយើងត្រូវចូលមកកន្លែង item នេះអញ្ចឹងដើម្បីធ្វើការ add តាក់ទងជាមួយនឹង service ក៏ដូចជាបណ្ដាក់ចូលទៅក្នុង system យើងគ្រាន់តែចូលមកកន្លែង new item នេះមកបន្តមកទៀតព័ត៌មានដែលសំខាន់សម្រាប់ធ្វើការបង្កើតតាក់ទងជាមួយ service នៅក្នុង system របស់យើងគឺមានកន្លែងក្រហមហ្នឹងគឺជាកន្លែងដែលយើងត្រូវតែបំពេញជាដាច់ខាតទី1នេះតាក់ទងជាមួយឈ្មោះ service របស់យើងឈ្មោះសេវាកម្មរបស់យើងអញ្ចឹងខ្ញុំសូមឧទាហរណ៍ទៅលើសេវាកម្មកាត់សក់មួយអញ្ចឹងខ្ញុំឧទាហរណ៍ទៅលើសេវាកម្មកាត់សក់បុរសមួយបន្តមកទៀតតាក់ទងជាមួយនឹងក្រុមឬក៏ category របស់យើងហ្នឹងយើងដាក់នៅក្នុងក្រុមនៅក្នុង category កាត់សក់ដែរអញ្ចឹងទៅដើម្បីយើងធ្វើការងាយស្រួលធ្វើការ search ក៏ដូចជាងាយស្រួលនៅក្នុងការស្វែងរកនៅពេលដែលយើងលក់នៅពេលដែលយើងផ្ដល់សេវាកម្មហ្នឹងឲ្យអតិថិជនរបស់យើងអញ្ចឹងដោយសារតែកាត់សក់នេះគឺជា category ថ្មីមួយដែលយើងអត់ទាន់មាននៅក្នុង system របស់យើងអញ្ចឹងនៅពេលដែលយើងធ្វើការវាយតាក់ទងជាមួយនឹងឈ្មោះ category ថ្មីហ្នឹងវានឹង suggest ដើម្បីយើងធ្វើការបង្កើត category ថ្មីចូលទៅក្នុង system របស់យើងនៅកន្លែងហ្នឹងតែម្ដងអូខេអញ្ចឹងយើងអាចធ្វើការចុច enter នៅលើ keyboard របស់យើងឬក៏យើងអាចធ្វើការចុចទៅលើនេះតែម្ដងអញ្ចឹងរាល់សេវាកម្មដែលស្ថិតនៅក្នុងcategory កាត់សក់នៅពេលដែលយើងធ្វើការបង្កើតក្រោយទៀតយើងអាចធ្វើការ select ទៅលើ category ហ្នឹងដើម្បីឲ្យយើង add វាចូលទៅក្នុង category ហ្នឹងតែម្ដងដោយមិនចាំបាច់ធ្វើការវាយម្ដងទៀតទេអញ្ចឹងនៅពេលដែលយើងធ្វើការបំពេញតាក់ទងជាមួយឈ្មោះសេវាកម្មក៏ដូចជាដាក់ category សេវាកម្មរបស់យើងហើយយើងអាចធ្វើការ scroll មើលខាងក្រោមបានគឺជា field ដើម្បីធ្វើការបំពេញព័ត៌មានបន្ថែមទៅលើសេវាកម្មរបស់យើងអញ្ចឹងនៅពេលដែលយើងធ្វើការបំពេញតាក់ទងជាមួយនឹងព័ត៌មានដែលជា require សម្រាប់ system រួចរាល់ហើយយើងអាចធ្វើការចូលមកកាន់ pricing ដើម្បីធ្វើការដាក់តាក់ទងជាមួយនឹងតម្លៃដែលយើងលក់ឲ្យអតិថិជនរបស់យើងក៏ដូចជាតម្លៃដើមរបស់សេវាកម្មហ្នឹងទៅអញ្ចឹងតាក់ទងជាមួយនឹងតម្លៃដើមបើសិនជាយើងអត់ត្រូវការដាក់ទេយើងអាចធ្វើការដាក់00អញ្ចឹងបានហើយតាក់ទងជាមួយនឹង selling price តាក់ទងជាមួយតម្លៃដែលយើងលក់ជូនអតិថិជនរបស់យើងអញ្ចឹងឧទាហរណ៍ថាកាត់សក់ម្ដង$5យើងដាក់$5អញ្ចឹងមកបន្តមកទៀតបើសិនជាយើងចង់ដាក់រូបភាពយើងអាចធ្វើការដាក់រូបភាពនៅកន្លែងនេះបានអញ្ចឹងយើងអាចធ្វើការ choose file នេះមកអញ្ចឹងខ្ញុំសូមស្វែងរករូបមួយអូខេអញ្ចឹងឧទាហរណ៍ខ្ញុំដាក់រូបនេះអញ្ចឹងមកតោះមកខ្ញុំចុច save អូខេអញ្ចឹងយើងអាចធ្វើការចុចចូលមកកន្លែង item នេះបានអញ្ចឹងយើងអាចមើលឃើញហើយនេះគឺជាសេវាកម្មកាត់សក់របស់យើងនេះយើងរូបភាពយើងអាចធ្វើការមើលនៅនឹងបានអូខេអញ្ចឹងបន្តមកទៀតយើងអាចធ្វើការបង្កើតថ្មីមួយទៀតមកអូខេអញ្ចឹងមួយទៀតតកតងជាមួយនឹងសេវាកម្មដែរតែខ្ញុំដាក់កាត់សក់នារីអីចឹងទៅអូខេបន្តមកទៀត category ដូចគ្នាដែរខ្ញុំដាក់នៅក្នុងប្រភេទកាត់សក់ដូចគ្នាដែរអញ្ចឹងដោយសារតែកាត់សក់យើងបានធ្វើការបង្កើតរួចរាល់ហើយមុនហ្នឹងអញ្ចឹងយើងអាចធ្វើការ select បានហើយអូខេអញ្ចឹងដូចគ្នាដែរព័ត៌មានខាងក្រោមតកតងជាមួយនឹងការដែលយើងចង់បំពេញបន្ថែមទៅលើសេវាកម្មរបស់យើងអាចធ្វើការបំពេញបន្ថែមទៅតាម field នីមួយៗនឹងបានអូខេប៉ុន្តែអ្វីដែលចាំបាច់គឺតាក់ទងតែជាមួយនឹង item name ក៏ដូចជា category ទេអញ្ចឹងនៅពេលដែលយើងបំពេញរួចរាល់ហើយយើងអាចធ្វើការបន្តទៅដល់កន្លែង pricing ដើម្បីធ្វើការដាក់តម្លៃដែលយើងលក់ជូនដល់អតិថិជនបានហើយអញ្ចឹងឧទាហរណ៍ថាកាត់សក់នារី$8អញ្ចឹងយើងដាក់$8អញ្ចឹងទៅ cost price បើសិនជាយើងមាន cost price យើងអាចធ្វើការដាក់បានជាក់ស្ដែងទៅតាមសេវាកម្មរបស់យើងបើសិនជាយើងអត់មានទេយើងដាក់0ហ្នឹងទៅអត់ជាបញ្ហាអ្វីទេឧទាហរណ៍ថាបើសិនជាយើងចង់ធ្វើការដាក់រូបភាពយើងចូលមកកន្លែងរូបភាពនេះមកយើងធ្វើការ
ជ្រើសរើសទៅអូខេខ្ញុំឧទាហរណ៍រូបនេះមួយដូចគ្នាដែរអូខេបន្តមកទៀតយើងអាចធ្វើការចុចមកមើលនៅ item របស់យើងឃើញតាក់ទងជាមួយសេវាកម្មរបស់យើងមួយទៀតហើយអញ្ចឹងនេះគឺជារបៀបនៅក្នុងការបង្កើតតាក់ទងជាមួយនឹងសេវាកម្មដែលម្ដងសម្រាប់ដាក់ចូលទៅក្នុង system របស់យើងអញ្ចឹងខ្ញុំនឹងឧទាហរណ៍ទៅលើសេវាកម្មមួយប្រភេទទៀតដែលវាជាកញ្ចប់ដែលវាមានចំនួនដងហើយក៏វាមានរយៈពេលរបស់វាឧទាហរណ៍ដូចជាការកាត់សក់បុរសឬក៏នារីដែលមានចំនួនដងឧទាហរណ៍ថា5ដងឬក៏3ដងក្នុងរយៈពេលកំណត់ណាមួយទៅលើកញ្ចប់ហ្នឹងអញ្ចឹងតើយើងធ្វើការបង្កើតរបៀបម៉េចអញ្ចឹងខ្ញុំនឹងឧទាហរណ៍អញ្ចឹងយើងចូលមកកន្លែង new item នឹងទៅតែមកបន្តមកទៀតអញ្ចឹងខ្ញុំសូមឧទាហរណ៍ថាកាត់សក់ដូចគ្នាតែលើកនេះជាប្រភេទជាកញ្ចប់ដែលវាមានចំនួនដងបែបនេះអញ្ចឹងខ្ញុំដាក់នៅក្នុងប្រភេទកាត់សក់ដូចគ្នាដែរបន្តមកទៀតយើង scroll ចុះក្រោមអញ្ចឹងកន្លែងនេះយើងធ្វើការ tick កន្លែងនេះមួយទៀតដើម្បីបំពេញទៅលើចំនួនដងឧទាហរណ៍ថា5ដងក្នុងរយៈពេល3ខែអញ្ចឹងទៅអញ្ចឹង3ខែយើងអត់បំពេញចេះទេគឺយើងត្រូវបំពេញជាថ្ងៃរបស់វាអញ្ចឹងតែប៉ុណ្្នឹងមករួចរាល់ហើយអញ្ចឹងយើងអាចធ្វើការទៅដាក់តាក់ទងជាមួយនឹង pricing តម្លៃដែលយើងផ្ដល់ជូនដល់អតិថិជនរបស់យើងលក់ជូនដល់អតិថិជនរបស់យើងនឹងតម្លៃប៉ុន្មានអញ្ចឹងឧទាហរណ៍ថា30ឬក៏$50យើងដាក់បែបនេះទៅអូខេអញ្ចឹងបន្តមកទៀតបើសិនជានៅលើកញ្ចប់ហ្នឹងយើងមានការផ្ដល់ជា commission ឲ្យជាងរបស់យើងដែលនៅពេលដែលគាត់កាត់សក់ឲ្យអតិថិជនរបស់យើងហ្នឹងតើយើងធ្វើបែបម៉េចអញ្ចឹងយើងបំពេញតែកន្លែងហ្នឹងរួចរាល់ហើយយើង scroll ចុះក្រោមបន្តមកទៀតយើងមើលកន្លែងនេះយើងធ្វើការ tick វាអញ្ចឹងនៅពេលយើង tick ហើយយើងអាចធ្វើការដាក់តាក់ទងជាមួយនឹង commission ដែលសម្រាប់ធ្វើការផ្ដល់ជូនឲ្យជាងរបស់យើងនៅពេលដែលគាត់ធ្វើសេវាកម្មហ្នឹងឲ្យអតិថិជនរបស់យើងអូខេអញ្ចឹងយើងដាក់បែបនេះមកបន្តមកទៀតយើងអាចធ្វើការចូលមកដាក់រូបភាពឬក៏បើសិនជាយើងអត់ដាក់រូបភាពទេយើង save នៅធំហ្នឹងក៏បានដែររួចរាល់នេះគឺជាសេវាកម្មដែលជាកញ្ចប់របស់យើងអញ្ចឹងដើម្បីមានភាពងាយស្រួលយើងអាចធ្វើការ edit ពីម្ដងទៀតហើយខ្ញុំដាក់ចំនួនដងនៅពីក្រោយ5ដងបែបនេះដើម្បីងាយស្រួលមើលអញ្ចឹងនេះគឺជាសេវាកម្មរបស់យើងដែលពីខាងក្រោមនេះគឺជាសេវាកម្មដែរប៉ុន្តែធ្វើតែម្ដងចំណែកខាងលើគឺជាសេវាកម្មដែលជាសេវាកម្មមួយដែលវាមានចំនួនដងរបស់វាហើយក៏វាមានតាក់ទងជាមួយនឹងពេលវេលាកំណត់របស់វាដែរអញ្ចឹងមួយទៀតតាក់ទងជាមួយនឹងប្រដាប់អញ្ចឹងប្រដាប់ក៏មិនសូវខុសគ្នាពីសេវីរបស់យើងដែរអញ្ចឹងយើងចូលមកកាន់ new item របស់យើងធម្មតាបន្តមកទៀតខ្ញុំឧទាហរណ៍ថាបែបនេះបន្តមកទៀតខ្ញុំដាក់វានៅក្នុងជាប្រភេទសាប៊ូអូខេអញ្ចឹងនេះប្រដាប់របស់យើងបែបនេះអញ្ចឹងវាជា category ថ្មីយើងដាក់ចេញមកឬក៏យើងដាក់បែបនេះអូខេបន្តមកទៀតអញ្ចឹងជា default វាជា service អញ្ចឹងបើសិនជាយើងຕົកកន្លែង e-service ហ្នឹងនៅ tick អញ្ចឹងមានន័យថាសាប៊ូកក់សក់ហ្នឹងជា service ដូចគ្នាដែរដូចទៅនឹងសេវាកម្មដែលយើងបានធ្វើការបង្កើតដែរព្រោះដោយសារថាសាប៊ូកក់សក់វាជាប្រភេទប្រដាប់ដែលយើង control stock យើងទទួល stock ពី supplier របស់យើងអញ្ចឹងយើងត្រូវដក tick វាចេញមកបន្តមកទៀតយើងចូលមកដាក់ pricing តាក់ទងជាមួយនឹងតម្លៃដែលយើងលក់អតិថិជនរបស់យើងធម្មតាបានទូទៅដោយសេវាកម្មដែរហើយតាក់ទងជាមួយខាងលើនេះបើសិនជាយើងមានថ្លៃដើមដែលយើងយកចូលមកឧទាហរណ៍ថា$2.5ដុល្លារអញ្ចឹងទៅយើងដាក់ជាក់ស្ដែងទៅតាមថ្លៃដើមនៃម្ដងសាប៊ូរបស់យើងហ្នឹងហើយអានេះតាក់ទងជាមួយនឹងតម្លៃដែលយើងលក់ម្ដងទៅឲ្យអតិថិជនរបស់យើងដូចគ្នាដែរហើយតាក់ទងជាមួយកន្លែងនេះតាក់ទងមួយ inventory ដោយសារប្រដាប់យើងមាន stock អញ្ចឹងកន្លែងនេះគឺជាចំនួន stock ជាក់ស្ដែងរបស់យើងហើយតាក់ទងជាមួយនឹងកន្លែងនេះគឺជាកន្លែងដែលយើងអាចធ្វើការកំណត់ឲ្យវា alert នៅពេលដែល stock ចិត្តអស់ឲ្យវា alert ទៅក្នុង report ឲ្យយើងដឹងថាអូខេសាប៊ូកក់សក់របស់យើងនឹងចិត្តអស់ហើយនៅសល់តែប៉ុណ្នេះដបដើម្បីធ្វើការឲ្យម្ចាស់អាជីវកម្មគាត់អាចធ្វើការដឹងដើម្បីធ្វើការបញ្ចូល stock មកបន្ថែមទៀតចឹងទៅអូខេអញ្ចឹងដូចគ្នាដែរបើសិនជាយើងត្រូវការដាក់រូបយើងអាចធ្វើការដាក់រូបនៅកន្លែងនេះបានអញ្ចឹងខ្ញុំមកដាក់រូបទេអញ្ចឹងខ្ញុំបង្កើតតែប៉ុណ្្នឹងទៅរួចរាល់ហើយអញ្ចឹងបន្តមកទៀតដើម្បីធ្វើការបញ្ចូល stock ទៅលើសាប៊ូរបស់យើងគ្រាន់តែចូលមកកន្លែង receiving នេះមកអញ្ចឹង receiving ហ្នឹងគឺជាកន្លែងដែលយើងបញ្ចូល stock អូខេអញ្ចឹងយើងអាចធ្វើការ search ក៏បានឬក៏យើងអាចសូជាប្រភេទ category ក៏បានដែរអញ្ចឹងខ្ញុំធ្វើការ search
មួយនេះគឺជាប្រដាប់របស់យើងដែលយើងបានធ្វើការបង្កើតអំបញ្ញមិញអូខេអញ្ចឹងយើងអាចមើលឃើញបានចំនួន stock គឺនៅ0ទេអញ្ចឹងកន្លែងនេះគឺជាចំនួន stock ដែលយើងត្រូវយកចូលអញ្ចឹងខ្ញុំឧទាហរណ៍ថាខ្ញុំយកចូល100ដបអូខេអញ្ចឹងតម្លៃរបស់វាគឺក្នុងមួយដប $12.5 អញ្ចឹង250អញ្ចឹងកន្លែងនេះគឺជាកន្លែងដែលយើងអាចធ្វើការ search ជាឈ្មោះ supplier របស់យើងបានបើសិនជាយើងធ្លាប់មានពីមុនមកប៉ុន្តែបើសិនជាថ្មីយើងអត់ធ្លាប់មានទេយើងអាចធ្វើការបង្កើតនៅកន្លែងនេះបានអញ្ចឹងយើងចុចលើហ្នឹងមកខាងលើហ្នឹងជា company name យើងអាចធ្វើការដាក់ជាឈ្មោះ company របស់គាត់ក៏បានឬក៏យើងដាក់ជាលេខទូរស័ព្ទតំណាងដែលយើងតាក់ទងដើម្បីធ្វើការទិញប្រដាប់ហ្នឹងក៏បានដែរឥឡូវខ្ញុំឧទាហរណ៍ថាលេខអ្នកតំណាងរបស់គាត់អញ្ចឹងទៅអូខេអញ្ចឹងខ្ញុំឧទាហរណ៍ទេឬក៏យើងអាចធ្វើការដាក់ជាឈ្មោះក្រុមហ៊ុនជាឈ្មោះអ្នកតំណាងជា email របស់គាត់ដាក់រូបរបស់គាត់ក៏បានដែរបន្តមកទៀតកន្លែងនេះលេខទូរស័ព្ទរបស់គាត់ក៏បានដែរអូខេអញ្ចឹងយើងអាចធ្វើការដាក់អញ្ចឹងបានអញ្ចឹងឥឡូវខ្ញុំសូមដាក់លេខទូរស័ព្ទនៅលើហ្នឹងអញ្ចឹងទៅបន្តមកទៀតយើងធ្វើការចុច save អញ្ចឹងវានឹងត្រឡប់មកកន្លែងដែលយើងទទួលចំណេញវិញហើយអញ្ចឹងបន្តមកទៀតយើងត្រូវការទូទាត់ដើម្បីឲ្យទៅកាន់ supplier របស់យើងអញ្ចឹងកន្លែងនេះគឺជាកន្លែងដែលយើងត្រូវការ add payment អញ្ចឹងបើសិនជាយើងឲ្យលុយសុទ្ធយើងជា default ចាប់លុយសុទ្ធអញ្ចឹង cash នេះយើងមិនចាំផ្លាស់ប្ដូរទេប៉ុន្តែបើសិនជាយើងបាញ់ឬក៏យើងទូទាត់តាមរយៈធនាគារ ABA យើង select យក ABA ចេញមកអញ្ចឹងបើយើងយក cash យើងទូទាត់តាម cash យើងចុច cash ចឹងមកអូខេអញ្ចឹងបន្តមកទៀតយើងធ្វើការចុច finish វាមករួចរាល់ជាការស្រេចអញ្ចឹងនៅពេលដែល load មកដល់កន្លែងreceiving receipt នេះហើយអញ្ចឹងមានន័យថាចំនួន stock របស់យើងគឺចូលទៅកាន់server របស់យើងហើយអញ្ចឹងបើយើងមានការបញ្ចូល stock ទៅលើផលិតផលផ្សេងទៀតនៅពេលក្រោយយើងអាចធ្វើការចុចកន្លែង new receipt នេះបានអញ្ចឹងយើងអាចធ្វើការចូលទៅមើលនៅក្នុងitem របស់យើងថាចូល stock អត់អញ្ចឹងយើងអាចធ្វើការមើលបាននេះសាប៊ូកក់សក់នារីហើយអានេះតម្លៃដើមតម្លៃលក់អញ្ចឹងនេះគឺជាចំនួន stock របស់យើងអញ្ចឹងយើងអាចមើលឃើញបានហើយតើតើជាមួយ stock របស់យើងគឺរត់ចូលមកតាមអ្វីដែលយើងបញ្ចូលមុនហ្នឹងឯងអូខេអញ្ចឹងនេះគឺជារបៀបនៅក្នុងការបញ្ចូល stock ទៅលើផលិតផលរបស់យើងអញ្ចឹងបន្តមកទៀតយើងចូលទៅកន្លែងលក់កន្លែងដែលយើងផ្ដល់ជាសេវាកម្មឲ្យអតិថិជនរបស់យើងជិន voice ចេញអីហ្នឹងឲ្យអតិថិជនរបស់យើងអញ្ចឹងកន្លែងលក់យើងចូលមកកន្លែង sale នេះមកនេះខាងក្រោមហ្នឹងអូខេអញ្ចឹងយើងចូលមកដល់កន្លែងហ្នឹងបន្តមកទៀតខាងនេះបង្ហាញតាក់ទងជាមួយនឹងប្រភេទជា category ដែលយើងបានធ្វើការបង្កើតវាដាក់ចូលទៅក្នុង system របស់យើងមុនហ្នឹងអញ្ចឹងយើងអាចធ្វើការមើលបាននៅពេលដែលយើងធ្វើការចុចទៅលើ category ហ្នឹងគឺបង្ហាញតាក់ទងជាមួយនឹងសេវាកម្មរបស់យើងនៅក្នុងហ្នឹងហើយចា៎នេះតាក់ទងជាមួយសេវាកម្មដែលវាមានចំនួនដងហើយអានេះតាក់ទងជាមួយសេវាកម្មដែលគាត់ធ្វើម្ដងអូខេអញ្ចឹងខ្ញុំឧទាហរណ៍ទៅលើការកាត់សក់បុរសទៅលើសេវាកម្មហ្នឹងមួយអញ្ចឹងយើងចុចលើហ្នឹងអញ្ចឹងមកអូខេឬក៏យើងអាចធ្វើការ search ជាឈ្មោះសេវាកម្មនៅកន្លែងនេះក៏បានដែរអូខេអញ្ចឹងខ្ញុំឧទាហរណ៍ថាកាត់សក់អញ្ចឹងមកវានឹងសឹកចែងមកចឹងដូចគ្នាដែរឧទាហរណ៍នារីយើងចេញលើនារីចឹងមកអញ្ចឹងឧទាហរណ៍ខ្ញុំលើកាត់សក់បុរសខ្ញុំយកធំកាត់សក់បុរសសិនមកអូខេអញ្ចឹងខ្ញុំខ្វែងកាត់សក់នារីនេះចេញសិនអញ្ចឹងបន្តមកទៀតដើម្បីធ្វើការចេញ invoice ឲ្យអតិថិជនរបស់យើងបាននៅពេលយើងរើសេវាកម្មបើគាត់ធ្វើតែប៉ុណ្្នឹងទេយើងដាក់ប៉ុណ្្នឹងមកអូខេហើយខាងលើនេះជាឈ្មោះអតិថិជនរបស់យើងអញ្ចឹងកន្លែងហ្នឹងក៏យើងអាចធ្វើការ search បានដែរដូចទៅនឹងកន្លែងដែលយើងបញ្ចូល stock មុនហ្នឹងដែរអញ្ចឹងកន្លែងហ្នឹងបើសិនជាគាត់ធ្លាប់មកពីមុនមកហើយយើងធ្លាប់បញ្ចូលនៅក្នុង system យើងអាចធ្វើការ search នៅកន្លែងហ្នឹងក៏បានដែរប៉ុន្តែបើសម្រាប់អតិថិជនថ្មីដែលគាត់ទៅតែមកទេបើសិនជាយើងចង់ដាក់ឈ្មោះរបស់គាត់ដែរអញ្ចឹងយើងធ្វើការចុចកន្លែងនេះដើម្បីធ្វើការបង្កើតតាក់ទងជាមួយអតិថិជនថ្មីនៅក្នុង system របស់យើងទៅងាយស្រួលនៅពេលយើងជិះ invoice ឲ្យគាត់គឺមានឈ្មោះគាត់នៅនឹងតែម្ដងឬក៏ដាក់លេខជាលេខទូរស័ព្ទរបស់គាត់ក៏បានដែរអញ្ចឹងខ្ញុំឧទាហរណ៍ថាលេខរបស់គាត់ចំមួយមកអញ្ចឹងបន្តមកទៀតយើងធ្វើការចុច save ទៅអញ្ចឹងវាត្រឡប់មកកន្លែងលក់របស់យើងវិញហើយអញ្ចឹងនៅពេលដែលគាត់មកក្រោយយើងអាចធ្វើការចុចsearch ជាលេខរបស់គាត់ហ្នឹងបានហើយឬក៏យើងអត់ចង់ដាក់ឈ្មោះរបស់គាត់ទេអត់ចង់ដាក់លេខទូរស័ព្ទរបស់គាត់ទេក៏បានដែរអញ្ចឹងនៅពេលដែលយើងធ្វើការចេញ invoice គាត់យើងមិនចាំដាក់ឈ្មោះរបស់គាត់ក៏បានដែរមិនបាច់ដាក់ឈ្មោះអតិថិជនរបស់គាត់ហ្នឹងនៅពេលដែលយើងធ្វើការ complete យើងមិនចាំបាច់ធ្វើការដាក់ឈ្មោះអតិថិជនក៏បានដែរអូខេអញ្ចឹងកន្លែងនេះយើងអត់ require ទេគឺអាស្រ័យទៅលើបងប្អូនអូខេអញ្ចឹងដើម្បីធ្វើការចេញ invoice គឺយើងចុចកន្លែងនេះបន្តមកទៀត
បើសិនជាគាត់ទូទាត់ឲ្យយើងតាមរយៈអីគេខេសឬក៏ ABA អញ្ចឹងបើគាត់ទូទាត់តាម ABA ក៏យើង select យក ABA អញ្ចឹងមកបន្តមកទៀតយើងអាចធ្វើការ complete បានហើយអូខេចុច complete រួចរាល់ហើយអញ្ចឹងវាចេញមកដល់កន្លែង send receipt បញ្ជាក់ថាការទូទាត់ការលក់របស់យើងឲ្យអតិថិជនរបស់យើងគឺទទួលបានជោគជ័យហើយអញ្ចឹងបង្ហាញទៅលើឈ្មោះសេវាកម្មតម្លៃក៏ដូចជាចំនួនដែលគាត់ធ្វើហើយនឹង total របស់គាត់ហើយគាត់បង់ប្រាក់ឲ្យយើងតាមរយៈអីគេគឺបង្ហាញនៅលើនឹងទាំងអស់អញ្ចឹងបើសិនជាយើងចង់ print យើងអាចចុច print ឡើងនេះទៅយើងរើសឈ្មោះ printer ទៅអូខេអញ្ចឹងខ្ញុំអត់ print ទេអញ្ចឹងខ្ញុំចុចត្រឡប់មកកន្លែងផ្ទាំង cell យើងវិញអូខេអញ្ចឹងបើសិនជាយើងមានការលក់ផ្សេងទៀតឧទាហរណ៍ថាការកាត់សក់នារីម្ដងអូខេអញ្ចឹងឧទាហរណ៍គាត់មក2នាក់អញ្ចឹងយើងធ្វើ2នាក់អញ្ចឹងមកបន្តមកទៀតឧទាហរណ៍ថាបើសិនជាយើងមានការបញ្ចុះតម្លៃឲ្យគាត់ទៅលើសេវាកម្មណាមួយឬក៏យើងបញ្ចុះទាំងពីរសេវាកម្មនៅក្នុងភាគរយដូចគ្នាឧទាហរណ៍ 5% ដូចគ្នាគឺយើងធ្វើបែបម៉េចអញ្ចឹងគឺយើងចូលមកកន្លែងបង់ប្រាក់ហ្នឹងបន្តមកទៀតយើងមើលខាងលើនេះ discount ជាភាគរយយើងចុច discount ហ្នឹងទៅឧទាហរណ៍ 5% យើងដាក់អញ្ចឹងមកអញ្ចឹងកន្លែងហ្នឹងគឺអូតូ 5% អូតូទាំងពីរសេវាកម្មហ្នឹងតែម្ដងឧទាហរណ៍ថាមានសេវាកម្មណាដែលយើងdiscount ហើយសេវាកម្មផ្សេងទៀតយើងអត់ discount ទេយើងអាចធ្វើការ manual នៅ line នេះតែម្ដងឧទាហរណ៍ 5% បែបនេះអញ្ចឹងទៅលើសេវាកម្មផ្សេងទៀតគឺអត់ discount ទេគឺតម្លៃពេញធម្មតាអូខេអញ្ចឹងខ្ញុំឧទាហរណ៍ថាយើងធ្វើការ discount ទាំងពីរទៅអូខេយើងមកដាក់ខាងនេះអូខេបន្តមកទៀតយើងអាចធ្វើការ complete តាក់ស្ដែងទូទៅធម្មតាដូចដែលខ្ញុំបានឧទាហរណ៍មុនហ្នឹងដែរអញ្ចឹងការទូទាត់បើសិនជាគាត់ឲ្យលុយខាងក្រៅមកយើងខេសធម្មតាយើងដាក់ខេសចឹងមកអញ្ចឹងកន្លែងនេះជាទូទៅនៅពេលដែលគាត់ឲ្យលុយយើងឧទាហរណ៍ថាពេលខ្លះគាត់ឲ្យលុយមកលើសពេលខ្លះគាត់លុយឲ្យមកគ្រប់ចឹងទៅអញ្ចឹងបើសិនជាគាត់ឲ្យកដាស់$20អីចឹងទៅតែរបស់ total របស់គាត់គឺអស់តែ$12ជាងទេអូខេអញ្ចឹងបើសិនជាគាត់ឲ្យគេដាក់$20មកយើងដាក់$20អញ្ចឹងមកអញ្ចឹង system របស់យើងក៏បង្ហាញតាក់ទងជាមួយនឹងលុយ app សម្រាប់ app ឲ្យគាត់ដែរអូខេអញ្ចឹងយើងធ្វើការចុច complete ធម្មតាអញ្ចឹងទៅអញ្ចឹងតាក់ទងជាមួយនឹងកន្លែងនេះមានន័យថាលុយដែលយើងត្រូវ app ឲ្យអតិថិជនរបស់យើងគឺ$7ជាងវិញព្រោះរបស់គាត់ព្រោះដោយសារតែគាត់ឲ្យលុយមកយើង$20អញ្ចឹងលុយដែលយើងត្រូវ app ឲ្យគាត់វិញគឺ$7.65ព្រោះ total របស់គាត់អស់តែ$12ជាងទេអញ្ចឹងក៏វាបង្ហាញនៅលើ receipt ដូចគ្នាដែរអូខេអញ្ចឹងយើងត្រឡប់មកកន្លែងលក់របស់យើងវិញខ្ញុំនឹងបង្ហាញមួយទៀតតាក់ទងជាមួយនឹងប្រភេទសេវាកម្មដែលលក់ជាកញ្ចប់ដែលដូចតែយើងបានធ្វើការបង្កើតមុនហ្នឹងមាន5ដងហ្នឹងអញ្ចឹងដើម្បីធ្វើការលក់យើងចុចមកកន្លែងហ្នឹងដូចគ្នាមកអូខេអញ្ចឹងបន្តមកទៀតយើងធ្វើការ select ទៅលើសេវាកម្មដែលមានចំនួនដងអញ្ចឹងសម្រាប់ធ្វើការលក់ទៅលើសេវាកម្មដែលជាកញ្ចប់គឺយើង require តាក់ទងជាមួយនឹងឈ្មោះអតិថិជនគឺយើងត្រូវដាក់ឈ្មោះអតិថិជនបើយើងអត់ដាក់ទេយើងអត់ដឹងថាសេវាកម្មដែលជា package ដែលមានចំនួនដងហ្នឹងយើងលក់ឲ្យអតិថិជនណាទេអញ្ចឹងនៅពេលដែលគាត់ត្រឡប់មកហាងរបស់យើងពេលក្រោយគឺយើងអត់ដឹងថាអតិថិជនហ្នឹងគាត់ធ្លាប់បានធ្វើការទិញទៅលើកញ្ចប់ហ្នឹងមែនឬក៏អត់ដែរបើសិនជាប្រភេទសេវាកម្មដែលម្ដងអាហ្នឹងអត់អីទេការកាត់សក់ជា package 5ដងនេះអញ្ចឹងគាត់កាត់តែម្ដងអញ្ចឹងនៅសល់4ដងអីទៀតអញ្ចឹងទៅអញ្ចឹងថ្ងៃក្រោយគាត់ត្រឡប់មកកាត់ម្ដងទៀតអីចឹងទៅអញ្ចឹងអ្វីដែលយើង require គឺយើង require ដាក់ឈ្មោះអតិថិជនអូខេអញ្ចឹងយើងដាក់ឈ្មោះអតិថិជនរបស់គាត់ដែលមុនហ្នឹងយើងបានធ្វើការបង្កើតលេខទូរស័ព្ទអតិថិជនមួយអញ្ចឹងយើងដាក់លេខគាត់តែម្ដងអញ្ចឹងយើងត្រូវដាក់អញ្ចឹងមកអូខេបន្តមកទៀតយើងធ្វើការចុច pay ទូទាត់លុយធម្មតាអូខេឧទាហរណ៍ថា ABA យើងដាក់ ABA អញ្ចឹងមកអូខេអញ្ចឹងមកយើង complete លក់កញ្ចប់5ដងហ្នឹងទៅឲ្យអតិថិជនរបស់យើងអញ្ចឹងអានេះលេខទូរស័ព្ទរបស់ customer របស់យើងអូខេអញ្ចឹងអ្វីដែលយើងត្រូវធ្វើបន្តទៀតទៅលើសេវាកម្មដែលជាកញ្ចប់គឺយើងត្រូវការ search លេខរបស់គាត់ដើម្បីអីដើម្បីធ្វើការ redeem ដើម្បីបញ្ជាក់ថាគាត់បានធ្វើទៅលើសេវាកម្មហ្នឹងម្ដងហើយព្រោះជាទូទៅនៅពេលដែលគាត់មកថ្ងៃហ្នឹងឧទាហរណ៍គាត់មកថ្ងៃហ្នឹងគាត់ទិញហើយគាត់ត្រូវការកាត់សក់ម្ដងហើយអញ្ចឹង4ដងទៀតគាត់ទុកកាត់ពេលក្រោយអញ្ចឹងទៅនៅក្នុងរយៈពេលដែលមិនទាន់ expire នៃកញ្ចប់របស់យើងព្រោះកញ្ចប់របស់យើង expire 3ខែវាស្មើនឹង90ថ្ងៃអញ្ចឹងគាត់អាចនឹងមកកន្លះខែម្ដងឬក៏មួយខែម្ដងឬក៏អីចឹងទៅអូខេអញ្ចឹងដើម្បីធ្វើការ redeem បញ្ជាក់ថាគាត់ពិតជាបានធ្វើការប្រើប្រាស់ទៅលើសេវាកម្ម
đại chưa cái chọn bọc quạt nâng mặt đô rồi có pi đong rồi có bay đón nhưng lụa hái nhưng thời ca search lên bọc quạt và tao mà tiếp nhưng cho lại này đi điểm xử lý hàng một năng nó chẳng viên năng bạc háng cả tông cho mùi năng sờ cám đại có bàn tính bị hang bà dường chẳng nơi không năng đá cứ bạc hang cả tông cho mùi năng mua sờ cám tệ tông cho mùi năng ngay để có tính ngay để spy này cái chop cho nuôi bọc quạt để biến hay tệ tông cho mùi năng ngay để có thử màu tỏ tiếp và sân thì dương miên ca nát quạt ấy chẳng tay chẳng khang khổ ní cứ chưa cả lại để dương thời ca cho đi điểm làm bây bị trẻ thà cốt bán máu pra tơ lơ cái chọc bọc con nè chẳng cái lại nắng mền và hai tầm mùi tế bà sân chỉ có tinh tơ lơ cái chọc xem tiệt viên nâng lý khang khổ nâng bà to tiệt có tinh phèm ly phèm có tinh đóp ly đóp tinh pi ly pi trong tay ly thẹn màu pi crom nâng đôi khi này đại để dương ai ca cho đi điểm tơ lơ cái chọc ná muối để quạt pra để quạt một phơi nâng hàng dương được bị cái rồi chẳng ưu thì họ thà ngày nắng quạt tinh hay quạt phơi một đòn chẳng nhưng cho ngày nâng nó được rồi chấm cái này cứ chia receipt đại bị chạy tha code ban với tờ lơ cam bọc con này chấm cho nuôi đại code trái cứ một đó chấm cho nuôi đại code nơi sáu cứ buôn đòn tiền tờ lơ cam mùi nè ok chấm dân là mò cái này sao bà dân bình chấm dân ai phơi ca search mưa mà đòn tiền bán ok chấm cho nuôi bọc code cứ nơi sau tại buôn đòn thế để sao còn bệnh mấy con pra ở mà đồng chẳng nó pe để con mau phở pe cào tiệt nhưng ai phơi bạn đấy cứ nó pe để con máu cứ dương xua tại lấy tu sập bạc quả tới ủi họ tha lấy tu sập bạc quả nâng tới nhưng cho chân máu nhưng cho tơ lơ đi điểm nâng tiệt tới nó pe cào con mau pra nhưng cho tơ lơ đi điểm đi tới cứ miền này tha con pra ở mà đồng tiệt này ủi họ tha anh ấy ủi họ ngày khỏi còn mau tiết nhưng cho đi điểm chân tiệt máu phần năng máu tròn chứng cho nuôi bạc cốt cứ pì cho nuôi này nó sáu cứ bay tiền chẳng tay anh ấy cho nuôi này có thở ở bây giờ ok ưu thì họ tha bờ sân chỉ dương thời ca đã tệ tông cho mình là commission của đời sam bốn nắng dương tên lơ và cam để chơi cái chọn nắng dương miền cả có đó chơi commission ở quạt ở chiến chẳng dương cho đi kia đại dương search dương châu tàu hồ cái chọn nắng và tao mà tiết cho nuôi bạc con này nó sáu cứ bấy và chọn bón chẳng anh ấy ngay khỏi để con mà phơi mà đồng tiền chẳng cái này ní cứ chỉ mua chiên bây giờ chẳng dương ai thua ca đại mua chiên chẳng máu ưu thì họ tha mua quạt chẳng máu cứ phía rồi để con là tôi bán môn nắng đi dương đặt pram phía rồi chẳng cho nuôi commission để con tôi bán cứ sài tơ lơ ca để dương cầm nót nó không ai thầm môn nắng để dương bán bạc cả nó cứ dương bán thôi ca đặt commission nó không nâng thèm đồ chẳng chạy sài phía rồi để con tôi bán cứ sài tơ lơ để phía rồi để dương bán cầm nót nó không ai thầm dương cho chẳng máu chẳng phía rồi này commission bỏ dương để dương bán cầm nót nó không ai thầm nó nâng rốt trâu từ mua bọc con môn này chẳng để dân cầm nọt commission nơi không sẽ ba cam để chơi cái chấm nó cứ bay phía rồi ok chẳng bay phía rồi nó nâng trâu tôi can mua bọc con vào đây ok chẳng như từ lòng mà xe bà dân vậy chẳng bà sân chỉ tệ tông cho mùi nâng ca lụ tơ lơ và đạt của mình không kia đấy chẳng như ai thích ca cho tơ lơ và đạt bà giới nhưng ai thích ca sợ bán nhưng ai thích ca chẳng nơi dương ai thua ca sơn má chẳng là để gửi chia mua và đặt vào dương này dương man thua ca cả lụ một nắng ok chẳng cái lại ní dương ai đặt thì mua tơ lơ mua này để ban lụ à tê chôn bà dương ao chia commission chia phía rồi sầm đẹp nè để lụ phủ nó có bàn này dương ai thua ca hở nâng bàn chẳng máu toàn mà tiếp phía rồi dương lại chạy sấy ủi thì họ pram phía đó dương lại pram phía rồi chẳng thật ok hay về to mà tiếp dương ai thua ca cho phế làm bên lụ à tê chôn bàn thòm đà ok chẳng dương cho complete tới rồi chỉ cả sai ok chẳng đi cứ chia đặc biệt nó không ca lụa chia và là tập phó là để chôn bà dưỡng ca lụa chia và cắm để miên chuyển nguồn đó và đôi chia ca lụa và cắm để âm miên chuyển nguồn đó cứ mà đâu cứ còn một vớ cật lối chọc thành đồ mùi tiệt tệ tông cho mùi nâng commission để muốn nâng nhung ban và hán trả tông mùi cái lại để dương ban đã commission ao chia bà dưỡng còn tay chia lệ cả nạ ca tính chia cái chọc để vi miên chuyển nguồn đó chẳng bà sân chia NP để dương thua ca lúa bà sân chia và cam ní dương trong và đó commission tạo chiến cứ dương ai thua ca đã nơi cái lại đi tại một đó xong đẹp và cam đại miền này tha thua mà đòn còn tay bà sân chia và cam đại miền chuyển nguồn đó cứ dương ập đặt cái lại nâng tế cứ dương ta đạn nơi P để dương thua ca cho đi điểm tới lời cái chọc nấn đó bọc nhiều để nhưng ban ưu tế hồ môn nâng trắng nè ní cứ chia đặc biệt là không ca lúa tiền xử lý tiền bạc đá
ក៏ដូចជាការដាក់ commission ផ្សេងៗទៅឲ្យជាងរបស់យើងក៏ដូចជាការចេញជា invoice ទៅឲ្យអតិថិជនរបស់យើងអញ្ចឹងបន្តមកទៀតយើងអាចចូលទៅមើល report នៃការលក់របស់យើងក៏ដូចជា report commission របស់ជាងរបស់យើងអញ្ចឹងគឺយើងចូលមកកន្លែងdashboard នេះវិញមកបន្តមកទៀតយើងចូលមកកាន់ report បន្តមកទៀតយើងមាន report ច្រើនអញ្ចឹងខ្ញុំសូមបង្ហាញតាក់ទងជាមួយ report ដែលសំខាន់ជាងគេគឺទី1តាក់ទងមួយ commission អញ្ចឹងយើងចូលមកកន្លែង commission ហើយយើងមើលខាងលើនេះមក sell commission បន្តមកទៀតកន្លែងនេះគឺជាការ filter របស់យើងចង់មើលថ្ងៃណាខែណាក៏បានដែរអញ្ចឹងសម្រាប់ពេលនេះខ្ញុំឧទាហរណ៍ថាយើងយកថ្ងៃហ្នឹងអញ្ចឹងមកបន្តមកទៀតយើងធ្វើការ submit អញ្ចឹងនៅពេលដែលយើង submit ទៅវានឹងបង្ហាញតាក់ទងជាមួយនឹងឈ្មោះក៏ដូចជា total គាត់ទទួលបាន commission ប្រមាណគាត់ទទួលបានអីប្រហែលគឺវាបង្ហាញនៅនឹងទាំងអស់អញ្ចឹងនេះគឺជា report សម្រាប់មើលទៅលើ commission របស់ជាងរបស់យើងអូខេអញ្ចឹងខ្ញុំឧទាហរណ៍ report មួយទៀតទៅលើ report item ក៏យើងមានច្រើនដែរអញ្ចឹងយើងមើលទៅលើ summary report អញ្ចឹងកន្លែង filter ក៏យើងមាន filter ច្រើនដែរអញ្ចឹងនៅពេលដែលយើងធ្វើការមើលជាក់ស្ដែងយើងអាច filter ទៅតាមនឹងបានអញ្ចឹងសម្រាប់ខ្ញុំយក Direct Today ដូចគ្នាអញ្ចឹងយើងធ្វើការ submit មកបន្តមកទៀតវានឹងបង្ហាញតាក់ទងជាមួយនឹងសេវាកម្មក៏ដូចជា product ដែលយើងបានធ្វើការលក់សម្រាប់ថ្ងៃហ្នឹងអញ្ចឹងយើងអាចឃើញបានតាក់ទងជាមួយការកាត់សក់នារីគឺចំនួនដែលយើងលក់ចេញឲ្យអតិថិជនរបស់យើងគឺម្ដងតាក់ទងជាមួយនឹងកាត់សក់នារីដែរជាកញ្ចប់ម្ដងដែរហើយតាក់ទងជាមួយការកាត់សក់បុរស2ដងវាមានផ្សេងៗចឹងទៅហើយខាងលើមាន total សរុបនៃចំនួនដងដែលយើងលក់ហើយនឹងតាក់ទងជាមួយនឹង cost ឬក៏ profit អីគឺវាបង្ហាញនៅកន្លែងនេះតែម្ដងអូខេអញ្ចឹងមួយទៀតតាក់ទងជាមួយនឹង report sale ដែលយើងបង្ហាញពីការលក់របស់យើងប្រចាំថ្ងៃយើងអាចមើល summary ក៏បានយើងអាចមើល detail ក៏បាន summary បង្ហាញតែចំនួនបងដែលយើងបានលក់ប្រចាំថ្ងៃទេអញ្ចឹងឧទាហរណ៍ថាថ្ងៃហ្នឹងយើងលក់បាន5គឺវាបង្ហាញ5អញ្ចឹងទៅ profit ប៉ុន្មានគឺវាបង្ហាញនៅកន្លែងហ្នឹងអញ្ចឹងបើយើងចង់ដឹងថានៅក្នុង receipt មួយនៅក្នុងបងមួយហ្នឹងមានទៅលើសេវាកម្មក៏ដូចជា product អីណាខ្លះយើងអាចចូលទៅកាន់ report ដែរយើងចូល sale ដូចគ្នាដែរបន្តមកទៀតយើងចូល detail អូខេយើងចូល detail ដែលយើងយក today ដូចគ្នាដែរបន្តមកយើងធ្វើការ submit អញ្ចឹងវានឹងបង្ហាញតាក់ទងជាមួយចំនួនបងដែលយើងបានធ្វើការលក់បន្តមកទៀតបើសិនជាបងប្អូនចង់ដឹងថានៅក្នុងហ្នឹងមានproduct ឬក៏ service គេខ្លះយើងចុចបូកនៅពីមុខវានេះមកវានឹងបង្ហាញនៅក្នុងហ្នឹងមានគេខ្លះវានឹងបង្ហាញហើយអូខេអញ្ចឹងនេះគឺជា report ដែលយើងអាចធ្វើការមើលទៅលើចំនួនបងដែលយើងលក់ប្រចាំថ្ងៃក៏ដូចជាចំនួន item នៅក្នុងបងរបស់យើងមានគេខ្លះគឺយើងមើលនៅកន្លែងនេះហើយនឹងមួយទៀតតាក់ទងជាមួយនឹង report receiving ដែលបញ្ជាក់ពីការបញ្ចូល stock របស់យើងអញ្ចឹងខ្ញុំយក today ដូចគ្នាដែរយើងអាចធ្វើការចុច submit ទៅគឺបង្ហាញតាក់ទងជាមួយនឹងបងដែលយើងបានធ្វើការបញ្ចូល stock ទៅលើសាប៊ូរបស់យើងហ្នឹងនេះតាក់ទងជាមួយនឹងសាប៊ូកក់សក់នារីហ្នឹងគឺ100ដែលយើងបានធ្វើការបញ្ចូលតាំងពីដើមមុនទៅការលក់ចឹងទៅអញ្ចឹងតាក់ទងជាមួយ report ដែលយើងទទួល stock គឺយើងមកមើលនៅក្នុង report receiving report receiving នេះតាក់ទងជាមួយនឹងការលក់យើងមើល report sale ហើយតាក់ទងជាមួយនឹង report commission គឺយើងមើលតាក់ទងជាមួយនឹងទឹកប្រាក់ commission ដែលយើងផ្ដល់ឲ្យជាងរបស់យើងហ្នឹងប្រហែលគឺយើងមកមើលនៅកន្លែង report commission អូខេអញ្ចឹងតាក់ទងជាមួយ report ខ្ញុំសូមបង្ហាញតាក់ទងជាមួយនឹង report សំខាន់តែមួយចំនួនហ្នឹងទេអរគុណ